គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់ផ្លែឈើពីរប្រភេទផ្លែឈើទី1គឺជាប្រភេទត្រពាំងបាយជូរព្រៃផ្លែហ្នឹងយើងអាចញ៉ាំបានទាំងផ្លែទុំហើយនិងផ្លែមិនទុំប៉ុន្តែវាស្គៀមតិចបងប្អូនវាមានរសជាតិគឺវាមានរសជាតិជូរហ្នឹងហើយបើយើងចង់មិនឲ្យវាស្គៀបមានវិធីម្យ៉ាងគឺយើងយកវាទៅត្រាំដាក់ក្នុងក្លោបើឲ្យវាអស់ជាតិស្គៀបហើយនេះគឺជារូបរាងផ្លែរបស់ហើយផ្លែទី2បាទជាប្រភេទផ្លែដែលយើងនេះគឺជាដើមរបស់វាបងប្អូនវាក៏ជារុក្ខជាតិដែលដុះក្នុងព្រៃមួយដែរហើយសម្រាប់ដើមត្រយើងហ្នឹងគឺយើងអាចញ៉ាំបានទាំងត្រួយខ្ចីហើយនិងផ្លែរបស់វាបាទនេះគឺជាស្លឹកនិងផ្លែរបស់វាហ្នឹងហើយបងប្អូនដើមហ្នឹងគឺវាមានរសជាតិចត់ផ្លែរបស់វាហ្នឹងគឺយើងអាចយកញ៉ាំជាមួយដូចជាអំបិលម្ទេសក៏បានឬក៏ប្រហុកកញ្ច្រាំក៏បានសម្រាប់ផ្លែហ្នឹងដល់ពេលវាទុំទៅគឺវាមានរសជាតិផ្អែមបាទនេះបងប្អូនផ្លែរបស់វាថាបងប្អូនថាស្តៀងនឹងផ្លែអ្វីខ្លះដែរបង